ទីតាំងនេះគឺនៅបៃលុងចឹងនៅបៃលុងយើងមានចាស់ចការច្រើនដែលគាត់ចង់ធ្វើបច្ចេកទេសខុសរដូវពលឿនរដូវហ្នឹងដោយសារគាត់បានឃើញអំពីលទ្ធផលហើយនឹងភាពជោគជ័យរបស់យើងនៅខាងថ្មបាំងឬក៏នៅខាងសំឡូតចឹងឆ្នាំនេះគឺសេបកងគឺយើងត្រៀមយើងអាចថាលេងឈុតធំសម្រាប់បច្ចេកទេសខុសរដូវពលឿនរដូវលើទរ៉េនហ្នឹងឆ្នាំ2025នេះម្ចាស់ចំការជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជានឹងចូលរួមផលិតទុរេនខុសរដូវឬពន្លឿនរដូវជាមួយក្រុមហ៊ុន Agro Pharmacy ហៅសេបង្កង់នេះបើតាមការឲ្យដឹងពីលោកកងសវាងអគ្គនាយកក្រុមហ៊ុនសេបង្កង់ដែលនាំយកបច្ចេកទេសទុរេនខុសរដូវមកអនុវត្តមុនគេនៅក្នុងប្រទេសកម្ពុជាបាទនៅឆ្នាំថ្មីនេះ2025នេះខាងសេបង្កង់យើងត្រៀមយើងអាចថាលេងឈុតធំសម្រាប់បច្ចេកទេសខុសរដូវពលឿនរដូវលើទរ៉េនហ្នឹងដើម្បីផ្សព្វផ្សាយបច្ចេកទេសហ្នឹងឲ្យคล้ายដូចជាបច្ចេកទេសមួយដែលម្ចាស់ចការទូទៅអាចធ្វើបានយើងមានជំរើសនៅក្នុងការឲ្យមានការផលិតច្រើនដងក្នុងមួយឆ្នាំហើយមួយទៀតមានន័យថាយើងបង្កើនផលិតកម្មទរ៉េននៅក្នុងស្រុកយើងដើម្បីយើងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងនៅក្នុងការនាំចេញរបស់ម្ចាស់ចំការទុរេនកាន់តែច្រើននេះគឺបន្ទាប់ពីគេឃើញភាពជោគជ័យរបស់ម្ចាស់ចំការទុរេននៅស្រុកសំឡូតខេត្តបាត់ដំបងនិងនៅស្រុកថ្មបាំងខេត្តកោះកុងម្យ៉ាងវិញទៀតការធ្វើទុរេនខុសរដូវឬពន្លឿនរដូវនេះក៏ចំណេញប្រយោជន៍ច្រើនដល់កសិករផងដែរសម្រាប់ផលប្រយោជន៍យើងមានបទពិសោធន៍នៅខាងសំឡូតម្ចាស់ការអាចប្រមូលផលមុនបាទមុនរដូវអញ្ចឹងមានន័យថាលក់បានមុនគេបាទអញ្ចឹងពេលដែលគាត់លក់បានមុនគេដំបូងអញ្ចឹងគាត់មានទុននៅក្នុងការដែលយកទៅធ្វើក្នុងរដូវបច្ចេកទេសផលិតកម្មទុរេនខុសរដូវគឺក្រុមហ៊ុនសេបង្កង់ជាអ្នកផ្ដល់ការណែនាំបច្ចេកទេសដល់កសិករដោយផ្ទាល់និងមានការសហការពីអ្នកជំនាញមកពីក្រុមហ៊ុន Olmic Group របស់ប្រទេសបារាំងដែលមានសាខានៅប្រទេសវៀតណាមផងដែរលោកវៀនឡុងគឺជាប្រធានបច្ចេកទេសដំណាំទុរេនមកពីសាខាក្រុមហ៊ុន Olmic Group ប្រចាំនៅវៀតណាម For about the soil condition and weather condition here លោកឡុងបានចុះទៅពិនិត្យស្ថានភាពដីនិងអាកាសធាតុនៅតំបន់បែកអន្លូងរួចហើយនិងបានបញ្ជាក់ថាតំបន់បែកអន្លូងនេះអាចធ្វើទុរេនខុសរដូវឬពន្លឿនរដូវបាន is suitable to do the flower inducing in the off season Agro Pharmacy ហៅសេបង្កង់បានចាប់ដៃគូជាមួយក្រុមហ៊ុន Olmic Group នាំយកទាំងបច្ចេកទេសទាំងផលិតផលមានគុណភាពល្អក្នុងការធ្វើទុរេនខុសរដូវឲ្យបានជោគជ័យនៅក្នុងប្រទេសកម្ពុជា about the partnership for Olmic and Agro Pharmacy we have Olmic Group និងសេបង្កង់មានទំនាក់ទំនងជិតស្និទ្ធនិងមានភាពជាដៃគូល្អជាមួយគ្នាយើងនាំយកផលិតផលជីសម្រួលសរីរៈដំណាំដែលមានគុណភាពដើម្បីប្រើទៅលើដំណាំទុរេនជីសម្រួលសរីរៈដំណាំនៅពេលប្រើនៅវគ្គបញ្ចេញផ្កាទុរេនវាជួយឲ្យផ្កាទុរេនមានគុណភាពល្អមានសុខភាពល្អនិងជួយរក្សាសុខភាពដើមទុរេនរឹងមាំនៅក្រៅដំណាក់កាលធ្វើ stress after a stressful stage លោកសវាងមានជំនឿចិត្តខ្ពស់ក្នុងការជួយកសិករម្ចាស់ចំការទុរេននៅប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យលោកថាក្រុមហ៊ុនសេះបង្កង់មានការបដិញ្ញាចិត្តមានទាំងធនធានមនុស្សនិងបច្ចេកទេសព្រមទាំងផលិតផលគ្រប់គ្រាន់ក្នុងការធ្វើទុរេនខុសរដូវនេះយើងនឹងអាចមានទស្សនកិច្ចបាទអញ្ជើញគាត់ទៅមើលចការផ្ទាល់នៅខាងសំឡូតឬក៏ថ្មបាំងដែលធ្វើបានហើយយើងនឹងអញ្ជើញគាត់ទៅខាងប្រទេសវៀតណាមដើម្បីទៅមើលកសិករនៅតំបន់ដីសដរទន្លេមេគង្គតើគេធ្វើយ៉ាងម៉េចដើម្បីឲ្យមានទឹកចិត្តនៅក្នុងការធ្វើហើយនឹងមកវិញគឺគាត់ធ្វើបានតែម្ដងដូចពីឆ្នាំមុនយើងនាំម្ចាស់ចការនៅខាងសំឡូតទៅវៀតណាមដែរពេលមកវិញគឺគាត់ធ្វើបានជោគជ័យបាទ